ចាលោកនាងកញ្ញាជាទីគោរពរាប់អាននាងខ្ញុំវិមាឡាសូមស្វាគមន៍លោកនាងកញ្ញាក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុអូស្ត្រាលីថ្ងៃច័ន្ទនេះចាដែលសូមជូនប្រធានបទតាក់ទងទៅនឹងការចិញ្ចឹមត្រីនៅកម្ពុជាចាវិធីរៀបចំស្រះនិងជំរើសនៃការចិញ្ចឹមត្រីមួយមុខឬក៏ចម្រុះចាថ្ងៃនេះយើងមានវាគ្មិនចូលរួមហើយប្រិមិត្តប្រហែលជានៅចាំឈ្មោះរបស់លោកវាគ្មិនផងដែរចានោះគឺលោកបានរតនៈមកពីអង្គការបណ្ដុះបណ្ដាលជំនាញកសិកម្មធម្មជាតិឬហៅកាត់ថាអង្គការ Naster ចាឲ្យប្រសិនណាបើលោកនាងកញ្ញាមានបំណងនឹងចង់ចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិថ្ងៃនេះឬមួយក៏មានសំណួរផ្សេងតាក់ទងទៅនឹងប្រធានបទនៃការចិញ្ចឹមត្រីនៅកម្ពុជាចាយើងខ្ញុំសូមស្វាគមន៍ហើយសូមអញ្ជើញលោកនាងកញ្ញាផ្ញើសារមកលេខ+61 427 72 និង72ចាអញ្ចឹងជាបឋមនេះនាងខ្ញុំសូមជម្រាបសួរនិងសូមស្វាគមន៍លោករតនៈចាបាទសូមជម្រាបសួរហើយនឹងសូមជម្រាបសួរមិត្តអ្នកស្ដាប់វិទ្យុអូស្ត្រាលីថ្ងៃនេះបាទចាសូមអរគុណលោកចំពោះការចូលរួមជាមួយនឹងវិទ្យុអូស្ត្រាលីនាថ្ងៃនេះចានៅពេលដែលបងប្អូនប្រជាពលរដ្ឋជាពិសេសប្រជាកសិករនៅកម្ពុជាគិតដល់ការចិញ្ចឹមត្រីចាលោកតើកត្តាអ្វីទៅដែលគួរគិតដល់ជាចម្បងនោះចាបាទនៅក្នុងការចិញ្ចឹមត្រីគឺសំខាន់គឺការរៀបចំស្រះរៀបចំស្រះមុនចិញ្ចឹមហើយមួយទៀតគឺការដាក់ជីដើម្បីឲ្យមានពណ៌ឲ្យមានទឹកពណ៌បៃតងដើម្បីធ្វើឲ្យត្រីធំធាត់ហើយមួយទៀតគឺត្រូវសិក្សាពីពលឺថ្ងៃដែលជាកត្តាធ្វើឲ្យកើតមានចំណីធម្មជាតិឬហៅថាប្លង់តុងហើយមួយទៀតនោះគឺការគួរជ្រើសធ្វើម៉េចគួរជ្រើសរើសត្រីប្រភេទម៉េចដើម្បីយកមកចិញ្ចឹមអាហ្នឹងគឺជាចំណុចសំខាន់ឲ្យត្រូវអ្នកចិញ្ចឹមត្រីត្រូវគិតពិចារណាបាទចាហើយនៅក្នុងការរៀបចំស្រះដែលជាកត្តាទី1ក្នុងចំណោមកត្តាទាំង4ដែលលោកបានរៀបរាប់មកនេះចាដូចជាមានស្រះថ្មីស្រះចាស់ហ្នឹងរបៀបរៀបចំស្រះមានលក្ខណៈដូចគ្នាឬមួយក៏ខុសប្លែកគ្នាដូចម្តេចដែរទៅលោកបាទក្នុងការរៀបចំស្រះមិនថាស្រះចាស់មិនថាស្រះថ្មីទេគឺវាមានលក្ខណៈមិនខុសគ្នាប្រហែលទេជាទូទៅមួយដូចថាស្រះចាស់ដើម្បីចង់ដាក់ចិញ្ចឹមត្រីឡើងវិញគឺយើងត្រូវបូមទឹកចេញពីស្រះហើយប្រការដែលសំខាន់យើងត្រូវចាប់សត្វចង្រៃចេញក្នុងហ្នឹងមានដូចជាពពួកត្រីកាចដូចជាត្រីដែងត្រីស្ទក់ដែលវាស៊ីកូនត្រីហើយនឹងពស់អង្កែបបាទហើយនឹងត្រូវសិក្សាពីភក់តើភក់ដែលនៅបាតស្រះហ្នឹងគួរបូមចេញអស់ឬមួយក៏គួរតែទុកខ្លះហើយមួយទៀតគឺបិទរុនអាហ្នឹងបិទរុនគឺបិទរុនក្តាមបាទអាហ្នឹងគឺការរៀបចំស្រះចាស់តែប្រសិនដោយបងប្អូនកសិករដែលមានបំណងចង់ចិញ្ចឹមត្រីចង់ចាប់ផ្ដើមចិញ្ចឹមត្រីជាមួយនឹងស្រះថ្មីគឺយើងត្រូវសិក្សាពីទំហំដីរបស់យើងដែលមានហ្នឹងតើគួរមានទទឹងប្រមាណបដោយប្រមាណជម្រៅប្រមាណហើយយើងត្រូវចេះវិធីសាស្ត្ររៀបចំស្រះថ្មីហ្នឹងដូចជាបាយកបោដើម្បីសម្រាប់មេរោគបាទហើយនឹងបង្កើតជាប្លង់តុងមុននឹងដាក់ត្រីចិញ្ចឹមចាអញ្ចឹងតកតងទៅនឹងការរៀបចំស្រះហើយបាចកំបោរដាក់ប្លង់តុងហ្នឹងវាស្តៀងទៅនឹងការដាក់ជីអីអញ្ចឹងដែរឬក៏អត់ទេលោកយើងបើនិយាយពីប្រៀបធៀបជាមួយដំណាំគឺវាអត់ខុសគ្នាទេគឺការដែលបាចកំបោរនៅនឹងស្រះថ្មីហ្នឹងគឺប្រយោជន៍សំខាន់គឺដើម្បីសម្រាប់ជាតិពុលសម្រាប់ពពួកបាក់តេរីដែលវាមាននៅក្នុងដីបាទហើយមួយទៀតការបង្កើតប្លង់តុងហ្នឹងគឺដូចជាការដាក់ជីដើម្បីឲ្យវាមានសល់អិតឲ្យមានគ្រប់វិជាតិទឹកឲ្យវាមាននៅក្នុងស្រះថ្មីរបស់យើងហ្នឹងបាទចាលោកសូមអរគុណហើយនៅក្នុងឱកាសនេះយើងបានជួបជាមួយនឹងភ្ជាប់ជាមួយនឹងប្រិមិត្តជាបណ្ដាហើយទូរស័ព្ទរបស់វិទ្យុអូស្ត្រាលីហើយក៏មាននៅសំណួរតាម Facebook មកដែរចាពេលខ្លះដូចជាពាក្យផ្ដាំមកផងក៏ថាបានដែរចាប្រិមិត្តមុំសារឿនណាលោករតនៈលោកសមឿនបានមានប្រសាសន៍តាក់ទងនឹងត្រីហ្នឹងថាជាម្ហូបប្រចាំថ្ងៃហើយចង់ដឹងពីវិធីចិញ្ចឹមត្រីតាមវាលស្រែចាលោកអាចជួយជម្រាបខ្លះបានបន្តិចទេឬមួយក៏ស្តៀងគ្នានឹងអ្វីដែលលោកបានជម្រាបមកហើយចា៎បាទការចិញ្ចឹមត្រីតាមវាលស្រែហ្នឹងគឺចេះទេវាមានវិធីសាស្ត្រពីរទី1គឺយើងចិញ្ចឹមក្នុងវាលស្រែតែម្ដងអាហ្នឹងគឺចិញ្ចឹមលាយឡំជាមួយនឹងស្រូវដែលមានទឹកបាទទឹកហ្នឹង
ហើយជា3-4 ទឹកហ្នឹងណាកម្ពស់វាណាមិនលិចដើមស្រូវវិធីសាស្ត្រទី2ទៀតគឺគាត់ចិញ្ចឹមត្រីក្នុងស្រះក៏ប៉ុន្តែស្រះហ្នឹងគឺនៅជាប់នឹងភ្លឺស្រែជាប់នឹងស្រែរបស់គាត់ដោយគាត់ធ្វើជាបន្លាយទូចមួយដើម្បីបង្ហូរត្រីទៅស្រែអាហ្នឹងគឺកសិករភាគច្រើននៅតាមបណ្ដាខេត្តគឺគាត់ធ្វើវិធីបែបហ្នឹងឧទាហរណ៍ដូចថាគាត់មានស្រះហើយនឹងស្រែអញ្ចឹងហើយគាត់មានផ្លូវទូចមួយដូចបន្លាយអញ្ចឹងហើយផ្លូវហ្នឹងគឺអាចបង្ហូរទឹកចេញហើយនឹងបង្ហូរទឹកចូលបានហើយគាត់មានព្រួលនៅមាត់ផ្លូវហ្នឹងអញ្ចឹងនៅពេលណាដែលគាត់ចង់ឲ្យត្រីរបស់គាត់ចូលទៅក្នុងស្រែដើម្បីបំផ្លាញសត្វល្អិតដូចជាតកូវដែលបំផ្លាញដែលចង់ស៊ីស្រូវហ្នឹងគឺគាត់បើកព្រួលហ្នឹងគឺត្រីគាត់ហូរទៅកាន់ស្រែហ្នឹងដើម្បីស៊ីសត្វល្អិតដែលមាននៅក្នុងស្រែណាបាទហើយនៅពេលដែលគាត់ចូលដល់នៅក្បែរច្រូតគឺគាត់បដិញត្រីបានន័យថាគាត់បង្ហូរទឹកពីស្រែមកចូលស្រះវិញអញ្ចឹងត្រីគឺគាត់ហូរពីស្រែចូលស្រះវិញអាហ្នឹងគឺបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រែហ្នឹងឯងបាទចាហើយយើងមាននៅសំណួរមួយទៀតសំណើមួយទៀតពីប្រិមិត្តដែរប៉ុន្តែចង់ជួបជាមួយនឹងប្រិមិត្តនៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជាជាមុនសិនលោករតនៈចាពេលនេះទូរស័ព្ទចាភ្ជាប់រួចហើយជាមួយនឹងប្រិមិត្តមកពីខេត្តកំពង់ធំជំរាបសួរលោកឌីចាបាទជំរាបសួរសាលីនឹងលោករតនៈខចាជំរាបសួរសូមអញ្ជើញលោកចាខ្ញុំចង់សួរថាខ្ញុំស្រះបានទឹកតែ4ខែប៉ុណ្ណឹងទេហើយយើងចិញ្ចឹមត្រីតែយើងឃើញចិញ្ចឹមត្រីដែលពិតប្រាកដឲ្យសមនឹងដីយើងអាចដាក់ទឹកបានមួយឆ្នាំអញ្ចឹងលោកទីខ្មិនបាទហើយស្រះហ្នឹងគេបានជ្រៅទេមានថ្មហើយគេថាទឹកនោះវាមានជាតិប្រៃជាតិអីល្មិចហ្នឹងត្រីវាអត់ធំចង់ដឹងថាវិធីសាស្ត្រធ្វើយ៉ាងម៉េចឲ្យចិញ្ចឹមត្រីប្រភេទណាឲ្យបានធំចំនួនតាមអរិយទឹកជាតិតិចទៅផ្សារអញ្ចឹងហើយទឹកហ្នឹងតើវាអាចចិញ្ចឹមត្រីប្រភេទណាទៅអីហ្នឹងណាលោកវិក្កាមចាបាទហ្នឹងបាទចាអរគុណប្រិមិត្តឌីអញ្ចឹងលោករតនៈបំបញ្ញមិញទទួលបាននៅសំណួរលើកឡើងរបស់លោកឌីដែរទេចាបាទអត់ស្អីច្បាស់ចាប្រហែលជាសបទូរស័ព្ទមិនបានជាច្បាស់សូមអភ័យទោសផងដែរប៉ុន្តែបើតាមដែលនាងខ្ញុំធ្វើកំណត់ត្រាលោកឌីដូចជាមានប្រសាសន៍ថាលោកមាននៅស្រះដែលអាចចិញ្ចឹមបាននឹងមានពេលវេលាដើម្បីចិញ្ចឹមមានតែ4ខែទេហើយអញ្ចឹងទៅចង់ដឹងថាវិធីណាទៅដែលអាចនឹងចិញ្ចឹមបានហើយធ្វើឲ្យធំក្នុងកម្រិតលឿនអញ្ចឹងលោកហើយគួរឲ្យចាប់អារម្មណ៍នាងខ្ញុំដូចជាធ្លាប់ឮហើយដូចជាបានមានសន្ទនាជាមួយលោកមុននេះហើយលោកមានប្រសាសន៍ថាពេលវេលានៃការចិញ្ចឹមមុននឹងត្រីធំធាត់ហ្នឹងដូចជាត្រូវការពេលច្រើនលោកអាចជម្រាបថា4ខែហ្នឹងគ្រប់គ្រាន់ដែរឬក៏មានមធ្យោបាយអ្វីដែរទេចា៎បាទដូចជាត្រីអណ្ដែងគឺយើងត្រូវចំណាយពេលយ៉ាងតិចគឺ4ខែដើម្បីចិញ្ចឹមវាឲ្យគ្រប់អាយុឲ្យគ្រប់សាច់ដែលអាចលក់បានណាដូចទី3-4 ខែហ្នឹងគឺចំពោះត្រីអណ្ដែងអាចមានចំនួនពី2 ទៅ 3 ខាំដែរហើយមួយទៀតតាក់ទងនឹងសំណួរគាត់មិញខ្ញុំដូចជាស្ដាប់វាមិនសូវច្បាស់ក៏ប៉ុន្តែមានឮពាក្យថាជូរឬប្រៃចា៎បាទអញ្ចឹងគុណភាពទឹកគឺវាតែងតែមានពីតំបន់មួយទៅតំបន់មួយវាខុសគ្នាទឹកតំបន់ខ្លះវាជូរហើយដែលយើងហៅថាអាស៊ីតហ្នឹងហើយតំបន់ខ្លះទៀតនោះវាប្រៃដែលយើងហៅថាបាសអញ្ចឹងត្រីយើងចិញ្ចឹមលូតលាស់ធំធាត់ល្អគឺវានៅក្នុងទឹកនឿតបានន័យថាទឹកមិនប្រៃមិនជូរអញ្ចឹងវិធីសាស្ត្រក្នុងការមើលជាតិប្រៃជាតិជូរហ្នឹងវិធីសាស្ត្រសាមញ្ញគឺយើងជ្រលក់យើងយកចង្អុលដៃយើងជ្រលក់ហើយលិតមើលទៅហើយបើជូរយើងមានរសជាតិជូរហ្មងអាហ្នឹងបានន័យថាទឹករបស់យើងគឺអាស៊ីតហើយជូរហើយមួយទៀតយើងអាចលិតមើលដែរបើសិនជាប្រៃឡែមឡំបានន័យថាទឹករបស់យើងប្រៃមានសារធាតុបាសអាហ្នឹងគឺវិធីសាស្ត្រដ៏សាមញ្ញមួយដែលបងប្អូនកសិករងាយធ្វើហើយតាមលក្ខណៈបច្ចេកទេសគឺគេប្រើ pH ណា pH អញ្ចឹង pH គឺយើងមានឧបករណ៍2ដើម្បីពិនិត្យមើល pH ហ្នឹងគឺទី1គេហៅថា pH ម៉ែត្រគឺជាឧបករណ៍មួយយ៉ាងយើងជ្រលក់ចូលទឹកទៅគឺវានឹងចេញលេខឲ្យយើងបើសិនជា
ទឹករបស់យើងជូរវាមានពីលេខ6លេខ5លេខ4លេខ3លេខ2លេខ1អាហ្នឹងបានន័យថាទឹកជូរហើយបើយើងជ្រលក់ទៅមានឃើញថាលេខ8លេខ9លេខ10 11អាហ្នឹងបានន័យថាទឹករបស់យើងប្រៃដែលយើងមិនអាចចិញ្ចឹមត្រីបានទេគឺដាក់ទៅត្រីរបស់យើងអត់លូតលាស់បាទក៏តែបើសិនជាយើងជ្រលក់មើលទៅគឺឃើញ pH 7បានន័យថាទឹករបស់យើងនៅដែលសមស្របសម្រាប់ចិញ្ចឹមត្រីគ្រប់ប្រភេទបាទអាហ្នឹងគឺ pH ម៉ែត្រតែបើ pH paper ណាមានមួយទៀតគឺ pH paper ដែលយើងហៅថាជាกระดาษ pH គឺយើងបេះមកស្លឹកទៅជ្រលក់ទៅវាប្រែពណ៌ហើយយើងយកអាกระดาษដោយជ្រលក់ទឹកហ្នឹងយកមកផ្ទៀងជាមួយពណ៌ដែលគេដែលភ្ជាប់មកស្រាប់ជាមួយអាกระดาษ pH ហ្នឹងអញ្ចឹងយើងផ្ទៀងទៅឃើញហើយពណ៌បើពណ៌ក្រហមបានន័យថាអាស៊ីតហើយបើថាពណ៌ខ្មៅឬក៏ពណ៌រៀងបៃតងសឡេតហ្នឹងអាហ្នឹងបានន័យថាបាសហើយបើឃើញលេខ7វាពណ៌រៀងលឿងសឡេតលឿងស្រាលអាហ្នឹងលេខ7ហ្នឹងបានន័យថាទឹករបស់យើងលើតដែលអាចចិញ្ចឹមត្រីបានអាហ្នឹងទាក់ទងនឹង pH ជាតិជូរជាតិប្រៃរបស់ទឹកស្រះហ្នឹងឯងចាចាអរគុណលោកហើយមុននឹងនាងខ្ញុំបន្តសំណួរដែរនាងខ្ញុំចង់សួរទៅលោកនឹងនាងខ្ញុំសូមទទួលទូរស័ព្ទប្រិមិត្តមកពីកំពង់ឆ្នាំងមួយរូបសិនចាអញ្ចឹងជម្រាបសួរលោកបារាចាបាទជម្រាបសួរកញ្ញាយើងវិមាឡាចាជម្រាបសួរលោកមានសំណួរអ្វីសួរទៅលោកវាគ្មិនរតនៈឬមួយក៏មានមតិចូលរួមចែករំលែកបទពិសោធន៍អ្វីថ្ងៃនេះចាបាទខ្ញុំមាន3សំណួរប៉ុន្តែខ្លីៗទេបាទសំណួរទី1សួរថាតើយើងអាចចិញ្ចឹមត្រីនៅក្នុងអាងដែលមានប្រវែងក្នុងអាងនៅក្នុងដែលមានប្រវែង2ម៉ែត្រទៅ2ម៉ែត្រខ្លះបានដែរឬទេសំណួរទី2គឺតើត្រីប្រភេទណាដែលបានជ្រើសរើសមកចិញ្ចឹមក្នុងអាងបាទសំណួរទី3សូមលោករៀបរាប់អំពីការចិញ្ចឹមនឹងបន្តិចដល់ក្នុងខេត្តបាទចាសូមអរគុណលោកបារាអញ្ចឹងខ្ញុំសូមប្រគល់នាទីជូនលោករតនៈចាបាទតើតើនឹងសំណួរទី1ដែលថាចិញ្ចឹមអាងហ្នឹងគឺសុំគាត់អត់បានបញ្ជាក់ថាជាអាងដែលយើងចាក់សាបឬមួយក៏យ៉ាងម៉េចព្រោះជាទូទៅនៅខ្មែរយើងគឺពាក្យថាអាងជួនកាលអាចចាក់សាបជួនកាលអាចជាដីធម្មតាហើយអាការចាក់សាបហ្នឹងគឺចាក់សាបទាំងច្រាំងចាក់សាបទាំងបាតបាទអញ្ចឹងខ្ញុំនិយាយជារួមគឺចំពោះអាងចិញ្ចឹមត្រីដែលយើងចាក់សាបបានន័យថាចាក់ស៊ីម៉ង់ទាំងច្រាំងចាក់ស៊ីម៉ង់ទាំងបាតប្រវែងតឹង2ម៉ែត្រគុណ2ម៉ែត្រកន្លះហ្នឹងហើយជម្រៅជាទូទៅគឺ8ទឹកគឺសមស្របហើយខ្លីបំផុតបានន័យថាទាបបំផុតរាក់បំផុតហើយ8ទឹកហ្នឹងអញ្ចឹងបើក្រោម8ទឹកគឺយើងមិនអាចចិញ្ចឹមបានទេចំពោះត្រីក្នុងអាងព្រោះយើងត្រូវដឹងថាត្រីវាត្រូវការអុកស៊ីសែនអញ្ចឹងអុកស៊ីសែនដែលនៅក្នុងស្រះចិញ្ចឹមត្រីហ្នឹងវាបានវាទាញមកចេញពីប្រភព2ប្រភពទី1គឺបរិយាកាសខាងក្រៅបានន័យថាបរិយាកាសពីលើទឹកហើយនឹងប្រភពមួយទៀតនោះគឺអុកស៊ីសែនដែលទាញមកពីបាតស្រះបានន័យថាឧទាហរណ៍បើថាគាត់ចិញ្ចឹមដោយចាក់សាបនៅបាតស្រះបានន័យថាអុកស៊ីសែននឹងបាត់បង់ហើយគឺអត់មានការទាញយកពីក្នុងដីបានទេហើយអុកស៊ីសែនមានតែមួយប្រភពគាត់គឺពីខាងលើអញ្ចឹងបើអាងតូចពេកគឺវាអុកស៊ីសែនវាតូចអញ្ចឹងវាធ្វើឲ្យត្រីពិបាករស់អាហ្នឹងបើយើងប្រៀបធៀបក្នុងការចិញ្ចឹមត្រីណាដូចត្រីលម្អដែលគេដាក់ក្នុងកែវក្នុងអីអញ្ចឹងគឺគេមានអុកស៊ីសែនមួយក៏ដើម្បីដាក់ជំនួយវាដល់ការលូតលាស់របស់វាតែបើអត់មានអុកស៊ីសែនទេគឺវាពិបាករស់ឬអាចងាប់តែម្ដងហើយមួយទៀតតកតងនឹងប្រភេទត្រីដែលប្រភេទត្រីអីខ្លះដែលយើងអាចចិញ្ចឹមក្នុងអាងបានបាទក្នុងនោះមានឧទាហរណ៍យើងត្រូវដឹងថាគ្រប់ត្រីទាំងអស់យើងអាចចិញ្ចឹមចម្រុះគ្នាបានតាមរយៈការស៊ីចំណីរបស់វាអញ្ចឹងយើងស្រួលមើលគឺអ្នកចិញ្ចឹមត្រីគឺមានបទពិសោធន៍ច្រើនជាងខ្ញុំនិយាយអញ្ចឹងទៅគឺយើងមើលមាត់ត្រីណាយើងចាប់ផ្ដើមដំបូងគឺយើងមើលមាត់វាចាប់មាត់ត្រីមើលអញ្ចឹងមាត់ត្រីមាន3ប្រភេទមាត់ត្រីប្រភេទទី1គឺបបោមាត់ខាងលើវាវែងជាងខាងក្រោមអញ្ចឹងបើឃើញត្រីរបៀបហ្នឹងគឺបានន័យថាត្រីហ្នឹងវាស៊ីស្ទាប់បាតហើយមួយទៀតមាត់ត្រីបបោមាត់លើនិងខាងក្រោមហ្នឹងវាស្មើគ្នាអាហ្នឹងបញ្ជាក់ថាវាស៊ីស្ទាប់កណ្ដាល
ហើយនឹងស្ទប់លើហើយនឹងមួយទៀតនោះគឺប្រភេទត្រីដែលមានបបោមាត់ខាងលើខ្លីជាងខាងក្រោមវិញអាហ្នឹងគឺជាប្រភេទត្រីដែលស៊ីស្ទប់លើអញ្ចឹងឆ្លងកាត់ការស៊ីស្ទប់ការស៊ីចំណីត្រីខុសស្ទប់គ្នាបែបហ្នឹងគឺយើងអាចចិញ្ចឹមចម្រុះគ្នាបានបាទខ្ញុំចាលោកចាអរគុណច្រើនចំពោះការជម្រាបហើយនេះខ្ញុំមានសំណួរចង់សួរប៉ុន្តែដោយសារតែទូរស័ព្ទបានភ្ជាប់រួចហើយជាមួយនឹងប្រិមិត្តហើយចង់ផ្ដល់ឱកាសដើម្បីប្រិមិត្តក្រែងមាននៅសំណួរសំខាន់នោះនេះខ្ញុំសូមបដូរកម្មវិធីផ្ដល់ជូនទទួលទូរស័ព្ទជាបន្តទៀតសិនចាអញ្ចឹងប្រិមិត្តបន្ទាប់ទៀតចាលោករតនៈគឺប្រិមិត្តមកពីខេត្តកណ្ដាលចាជម្រាបសួរប្រិមិត្តណារីចាជំរាបសួរអ្នកនាងយុវលាជំរាបសួរលោកវិក្គុណផងចាចាអរគុណខ្ញុំមានសំណួរមួយខ្ញុំឆ្ងល់រឿងចំណីតើយើងចំត្រីចាយើងគួរប្រើចំណីបែបណាកុំឲ្យពេលត្រីយើងបានផលត្រីមកយើងញ៉ាំទៅត្រីនឹងមានយើងញ៉ាំទៅដូចចង់និយាយថាដូចវាចំណីសាច់ត្រីដូចមានក្លិនចំណីនឹងនៅក្នុងហ្នឹងណាចាខ្ញុំមានតែប៉ុណ្្នឹងឯងចាអរគុណចាជំរាបលាចាអរគុណប្រិមិត្តមកពីចាកណ្ដាលចាប្រិមិត្តណារីលោករតនៈតើចំណីមានពាក់ព័ន្ធទៅនឹងក្លិនត្រីឬមួយក៏សាច់ត្រីដែរទេចាបាទជាទូទៅខ្ញុំថាมันអាចទេណាចំណីគឺវាមិនអាចពាក់ព័ន្ធទៅនឹងដូចថាវាជាប់ក្លិននឹងសាច់ត្រីគឺជាទូទៅអត់ចឹងទេហើយប្រសិនបើយើងចង់ឲ្យសាច់ត្រីរបស់យើងហ្នឹងគឺហូបទៅវាមានរសជាតិឆ្ងាញ់គឺយើងអាចប្រើចំណីធម្មជាតិណាហើយចំណីធម្មជាតិហ្នឹងយើងងាយធ្វើយើងអាចធ្វើដោយខ្លួនឯងបានបាទឥឡូវខ្ញុំឧទាហរណ៍មួយផ្សំចំណីតាមបែបធម្មជាតិក្នុងទំហំស្រះ100ម៉ែត្រការ៉េគឺយើងគ្រាន់តែប្រើកតួណាកតួយើងប្រើ 70% ទៅហើយនឹងចុងកយើងប្រើ 15% ទៅហើយនឹងពពួកបន្លែណាពួកបន្លែហ្នឹងរាប់បញ្ចូលទាំងកធុំថេតទាំងស្មៅទាំងតកួននិយាយទៅគឺពពួកបន្លែហ្នឹងឯងគឺយើងដាក់ 18% ទៅហើយក្នុងហ្នឹងគឺយើងត្រូវផ្ដល់សារធាតុរ៉ែឲ្យវាណាការសារធាតុរ៉ែហ្នឹងគឺអំបិលប្រសិនបើយើងអត់មានអំបិលយើងមានម្សៅខ្យងម្សៅត្រីអីហ្នឹងគឺយើងដាក់ 2% ទៅអញ្ចឹងបរិមាត្រចំណីប៉ុណ្ណឹងគឺធ្វើឲ្យត្រីរបស់យើងសាច់ហ្នឹងគឺល្អគឺវាមានរសជាតិបាទបើប្រៀបធៀបជាមួយនឹងការប្រើចំណីដែលមិនល្អបានន័យថាមិនថាចំណីបេចំណីមិនល្អទេបានន័យថាចំណីដែលខ្ញុំរៀបរាប់បាញ់មិញវាជាប្រភេទចំណីធម្មជាតិបាទអញ្ចឹងធ្វើឲ្យសាច់ត្រីនឹងមានគុណភាពបាទហ្នឹងហើយចាអរគុណលោកចានៅក្នុងទំព័រ Facebook របស់វិទ្យុអូស្ត្រាលីប្រិមិត្តវ៉ាន់បានលើកថាស្នើសុំលោកវាគ្មិននឹងបញ្យល់ពីនីតិនៃការចិញ្ចឹមត្រីនៅក្នុងស្រះចាហើយនីតិនៃការចិញ្ចឹមត្រីដូចជាច្បាប់នៃការចិញ្ចឹមត្រីឬក៏មានច្បាប់នៃការចិញ្ចឹមត្រីដែរឬក៏ប្រហែលជាប្រិមិត្តចង់សម្ដៅលើវិធីចិញ្ចឹមត្រីនោះចាបាទហើយគាត់ចង់សម្ដៅលើរបៀបចិញ្ចឹមត្រីទេដឹងហើយចាប្រសិនបើប្រិមិត្តវ៉ាន់ចង់សម្ដៅលើការចិញ្ចឹមត្រីក្នុងស្រះគឺខ្ញុំកំពុងតែពិភាក្សាហើយចាអរគុណចំពោះចំណាប់អារម្មណ៍ចានៅក្នុងឱកាសនេះខ្ញុំក៏ចង់ទទួលទូរស័ព្ទប្រិមិត្តផងដែរប៉ុន្តែយើងនៅសល់ពេល7នាទីកន្លះទៀតអញ្ចឹងចង់សួរសំណួរសំខាន់ដែលនាងខ្ញុំចង់សួរកុំឲ្យខានសិនហើយនឹងផ្ដល់ឱកាសជូនប្រិមិត្តជាបន្តទៀតចាលោកសំណួរដែលនាងខ្ញុំចង់សួរហ្នឹងគឺតាក់ទងទៅនឹងបាញ់មិញយើងបានចូលបន្តិចហើយតាក់ទងទៅនឹងការរៀបចំស្រះការដាក់ជីប៉ុន្តែចង់បញ្ចូលទៅទី3និងទី4គឺពន្លឺថ្ងៃហើយនិងប្រភេទត្រីចាសូមលោកអញ្ជើញមានប្រសាសន៍ចាពន្លឺថ្ងៃនិងប្រភេទត្រីចង់ដឹងថាប្រភេទត្រីដែលយើងដាក់ចម្រុះគ្នាឬមួយក៏យ៉ាងម៉េចចាតែក្នុងការដែលប្រភេទត្រីហ្នឹងចាដូចលោកជ្រាបស្រាប់ហើយថាមានចម្រុះនិងមិនចម្រុះចាតើក្នុងការដាក់ចម្រុះគ្នាហ្នឹងតើគួរតែពិចារណាដូចម្ដេចដែរហើយបើសិនជាអត់ចម្រុះវិញតើគួរលៃលោកដូចម្ដេចដែរអញ្ចឹងណាលោកបាទហ្នឹងហើយយើងជាទូទៅបើសិនជាចង់ឲ្យចំណេញចំណីគឺកសិករភាគច្រើនគឺគាត់ចម្រុះតាមបែបចម្រុះហើយក្នុងហ្នឹងឧទាហរណ៍ណាការចិញ្ចឹមត្រីបែបចម្រុះហ្នឹងយើងត្រូវគិតមើលផងមិនមែនថាចិញ្ចឹមត្រីឆ្លូតចម្រុះជាមួយត្រី
កាច់មែនទេគឺត្រីកាច់ស៊ីឲ្យ slot អស់លីងអញ្ចឹងយើងត្រូវដឹងពីចរិតរបស់ត្រីតើត្រីហ្នឹងវាជាប្រភេទត្រីស៊ីសាច់ជាអាហារឬមួយក៏ជាត្រីដែលស៊ីបន្លែជាអាហារឥឡូវខ្ញុំលើកឧទាហរណ៍មួយទៅការចិញ្ចឹមចម្រុះក្នុងហ្នឹងគឺឧទាហរណ៍ដូចជាមានត្រីស្ពិនណាយើងអាចត្រីចិញ្ចឹមត្រីស្ពិនចម្រុះជាមួយត្រីកាបសចម្រុះជាមួយត្រីកន្ធរហើយនឹងចម្រុះជាមួយត្រីប្រាអាហ្នឹងពួកត្រីអស់ហ្នឹងគឺបើយើងសិក្សាពីការស៊ីចំណីគឺវាស៊ីចំណីខុសស្ទាប់គ្នាបានន័យថាវាមិនដណ្ដើមចំណីគ្នាពេលយើងដាក់ចំណីចូលទៅហើយមួយទៀតបានវាសិតតែជាពពួកត្រីស្លូតវាមិនស៊ីសាច់ជាអាហារអញ្ចឹងវាមិនស៊ីកូនត្រីផ្សេងទៀតជាអាហារអានេះយើងអាចចិញ្ចឹមចម្រុះគ្នាបានហើយមួយទៀតក្នុងអាជីវកម្មធំគឺគេចិញ្ចឹមតែមួយបែបទេឧទាហរណ៍ថាដូចថាត្រីប្រាគឺត្រីប្រាសុទ្ធមកស្រះហ្នឹងណាអាហ្នឹងគឺងាយស្រួលក្នុងការប្រមូលផលបាទចាអរគុណច្រើនលោកចាហើយអញ្ចឹងមួយទៀតលោកតើពន្លឺថ្ងៃមានអ្វីតាក់ទងទៅនឹងការរៀបចំស្រះឬក៏ចិញ្ចឹមត្រីអញ្ចឹងដែរទេចាបាទវាតាក់ទងដែរពន្លឺថ្ងៃណាដូចឧទាហរណ៍ថាស្រះរបស់យើងជីករាក់ពេកក្រោមបាទទៀបជាង8 ទឹកអញ្ចឹងពេលមានពន្លឺថ្ងៃខ្លាំងគឺធ្វើឲ្យទឹកក្តៅអញ្ចឹងធ្វើឲ្យកូនត្រីមួយចំនួនងាប់ប្រសិនបើយើងមិនបានរៀបចំចម្រោកបាទហើយមួយទៀតបាទហើយមួយទៀតនោះគឺវាតាក់ទងដល់ការបង្កើតជាប្លង់តុងណាជំរឿពន្លឺថ្ងៃហ្នឹងគឺវាតាក់ទងទៅនឹងការបង្កើតប្លង់តុងដែរបាទហើយដល់បាទហើយមួយទៀតគឺពន្លឺថ្ងៃវាដូចស្រះដែលយើងជីករាក់ពេកហ្នឹងតើកាលណាចាំងខ្លាំងពេកវាធ្វើឲ្យប្លង់តុងមួយចំនួនងាប់បានន័យថាសត្វល្អិតមួយចំនួនងាប់ឬមួយក៏គ្រប់ជាតិទឹកមួយចំនួនវាត្រូវក្តៅខ្លាំងវារួយអញ្ចឹងវាងាប់ដែរអញ្ចឹងធ្វើឲ្យត្រីដែលយើងចិញ្ចឹមក្នុងស្រះហ្នឹងគឺខ្វះចំណីធម្មជាតិបាទអញ្ចឹងកាលណាត្រីខ្វះចំណីធម្មជាតិធ្វើឲ្យត្រីរបស់យើងវាលូតលាស់យឺតបានវាលូតលាស់យឺតយ៉ាងណាបាទចាយល់លោកចាអរគុណច្រើនអញ្ចឹងនាងខ្ញុំសូមបន្តទៀតជាមួយនឹងប្រិមិត្តតែម្ដងទៅលោកចាគឺប្រិមិត្តមកពីខេត្តបាត់ដំបងជម្រាបសួរលោកលួនម៉េងចាបាទជម្រាបសួរបងស្រីយើងមានឡាយសូមជម្រាបសួរលោករតនៈផងដែរបាទចាសូមអញ្ជើញលោកចាបាទនៅក្នុងឱកាសនេះក៏ខ្ញុំមានជាមតិយោបល់ខ្លះហើយនឹងមានសំណួរទៅកាន់លោករតនៈដោយការចិញ្ចឹមត្រីនេះខ្ញុំចង់សួរទៅកាន់លោករតនៈថាតើខ្លាប្រមាណការ៉េយើងត្រូវការដូចថាពពួកជីធម្មជាតិឬលាមកសត្វឬស្លឹកឈើធម្មជាតិឧទាហរណ៍ថាស្លឹកឈើប្រមាណគីឡូក្រាមលាមកសត្វប្រមាណគីឡូក្រាមក្នុងផ្ទៃដីប្រមាណការ៉េឬក៏មានស្ថានភាពប្រមាណគីឡូដើម្បីឲ្យតម្រូវអាហារឲ្យអ្នកបង្កើនចំណីប្លង់តុងដើម្បីឲ្យទឹកកូនត្រីនោះស៊ីបានហើយខ្ញុំចង់សួរទៅកាន់លោករតនៈថាដើម្បីបង្កើតអាប្លង់តុងបានហ្នឹងយើងត្រូវដាក់ប្រមាណថ្ងៃមុនមិនដាក់កូនត្រីចូលបាទហើយយ៉ាងទីខ្ញុំចង់សួរទៅកាន់លោករតនៈថាហើយចឹងអាហារដែលចំណីដែលដាក់នោះដែលមិនមែនជាធម្មជាតិហ្នឹងដែលយើងប្រើទៅនោះវាអាចយើងបរិភោគទៅវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឬអ្នកដែលទូទានដែរទេបាទសូមអរគុណចាសូមអរគុណប្រិមិត្តលួនម៉េងមកពីខេត្តបាត់ដំបងចាលោករតនៈនៅពេលនេះយើងមានពេល2នាទីកន្លះចាអញ្ចឹងសូមលោកអធិស្ឋានបកស្រាយតាមការពេលវេលាផងសូមអញ្ជើញលោកចាបាទតើតើនៅសំណួរទី1តើយើងប្រើវត្ថុធាតុដើមអីខ្លះដើម្បីបង្កើតជាតិប្លង់តុងបាទខ្ញុំសូមលើកឧទាហរណ៍ក្នុងស្រះទំហំ100ម៉ែត្រការ៉េគឺយើងដើម្បីបង្កើតជាតិប្លង់តុងគឺយើងត្រូវប្រើលាមកគោ40គីឡូលាមកជ្រូក40គីឡូដែរទៅហើយនឹងលាមកមាន់15គីឡូហើយនឹងគ្រប់ជាតិបៃតងដែលមានស្មៅមានតកូនកធុំថេតទាសដីអីហ្នឹង20គីឡូបាទគាត់សារធាតុអស់ហ្នឹងបងត្រូវច្បល់ចូលគ្នាហើយយកទៅដាក់ក្នុងស្រះដាក់ក្នុងស្រះគឺរយៈពេល1សប្តាហ៍មុនបលែងត្រីបាទហ្នឹងគឺវាក្តោបទាំងពីរសំណួរហ្នឹងចូលហើយមួយទៀតគឺតាក់ទងនឹងចំណីដែលខ្ញុំនិយាយថាចំណីបេបាទចំណីបេហ្នឹងមិនមែនឲ្យត្រីហូបទៅគឺប៉ះពាល់ដល់សុខភាពប្រជាជនមិនមែនទេបានន័យថាខ្ញុំចង់ឲ្យប្រើចំណីធម្មជាតិហ្នឹងគឺដើម្បីការកាត់បន្ថយការចំណាយរបស់គាត់តែប៉ុណ្្នឹងទេហើយបើថាគុណភាពសាច់គឺវាល្អហាក់ផែលគ្នាតែប៉ុណ្្នឹងបាទ
បាទនៅចំនួនខ្ញុំឆ្លើយ3ហ្នឹងបាទចាអរគុណច្រើនអញ្ចឹងនៅពេលនេះយើងចិត្តដល់កម្មវិធីបញ្ចប់ហើយនេះខ្ញុំចង់សួរបន្តិចទេថាតើត្រីមានអាចនឹងមានជំងឺហ្នឹងតើមានថ្នាំព្យាបាលដែរឬទេចាបាទត្រីជាទូទៅពេលណាដែលកើតជំងឺហើយគឺវាពិបាកក្នុងការព្យាបាលព្រោះយើងដឹងស្រាប់ហើយត្រីវានៅក្នុងទឹកហើយពេលកើតជំងឺគឺយើងមិនអាចដឹងថាតើត្រីមួយណាកើតជំងឺបាទអញ្ចឹងដើម្បីការពារកុំឲ្យវាកើតជំងឺជារួមគឺយើងត្រូវប្រើអំបិលយើងអាចឧស្សាហ៍បាច់អំបិលចូលស្រះគឺតែប៉ុណ្្នឹងគឺអាចព្យាបាលជំងឺវាបានហើយបាទហើយនឹងការធ្វើអនាម័យទឹកបាទចាលោកចាអរគុណច្រើនចំពោះការចូលរួមថ្ងៃនេះហើយសង្ឃឹមថាបានជួបលោកនៅក្នុងពេលវេលាកម្មវិធីក្រោយទៀតលោកចាលោកអរគុណច្រើនបាទអរគុណចាជំរាបលាប្រិមិត្តជាទីមេត្រីបាញ់មិញគឺលោកបានរតនាមកពីអង្គការបណ្ដុះបណ្ដាលជំនាញកសិកម្មធម្មជាតិឬហៅថាអង្គការ NASTO សូមថ្លែងអំណរគុណចំពោះលោកដែលចូលរួមហើយក៏សូមថ្លែងអំណរគុណចំពោះប្រិមិត្តដែលបានតាមដានស្ដាប់នៅកម្មវិធីផ្សាយរបស់វិទ្យុអូស្ត្រាលីចាហើយប្រសិនបើលោកអ្នកនាងចង់បើកស្ដាប់កម្មវិធីនេះឡើងវិញលោកអ្នកនាងអាចដោយអញ្ជើញចូលទៅ website របស់វិទ្យុអូស្ត្រាលីប៉ុន្តែនៅក្នុងឱកាសនេះនាង